អង្គការលើកលែងទោសអន្តរជាតិឬ Amnesty International ព្រមទាំងតំណាងប្រជាពលរដ្ឋនៅបឹងកក់និងនៅព្រៃឡង់នៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2011បានទទូចសុំរដ្ឋាភិបាលកម្ពុជាបញ្ឈប់ជាបន្ទាន់នៅការជន្លះប្រជាពលរដ្ឋដោយបង្ខំចេញពីផ្ទះសម្បែងនិងដីធ្លីនិងសូមឲ្យបញ្ឈប់ជាបន្ទាន់នៅការបន្តកាប់បំផ្លាញព្រៃឡង់អង្គការលើកលែងទោសអន្តរជាតិបានផ្ញើឯកសារនិងរបាយការណ៍នេះជូនក្រសួងកិច្ចការនារីរួចហើយនាពេលថ្មីៗនេះដោយសារតែអ្នកតវ៉ាដីធ្លីនិងព្រៃឡង់កន្លងមកគឺជាស្ត្រីភេទត្រូវបានអាជ្ញាធរចាប់ខ្លួននិងប្រើអំពើហិង្សាបង្ក្រាបដោយកងកម្លាំងប្រដាប់អាវុធរបស់អាជ្ញាធរមូលដ្ឋានអនុប្រធាននៃអង្គការលើកលែងទោសអន្តរជាតិអ្នកស្រី Donna Guess ប្រចាំការនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថាការជន្លះប្រជាពលរដ្ឋដោយបង្ខំកន្លងមកគឺជាការរីករាលដាលនៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជាហើយបញ្ហានេះវាបានប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទនិងជាយទីក្រុងការជំលះប្រជាពលរដ្ឋដោយបង្ខំគឺជាការបណ្ដេញពួកគាត់ប្រឆាំងនឹងឆន្ទៈរបស់ពួកគាត់ពីផ្ទះសម្បែងនិងដីធ្លីដោយគ្មានការពារពួកគាត់តាមផ្លូវច្បាប់និងគ្មានសុវត្ថិភាពឡើយរដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចការពារប្រជាពលរដ្ឋទាំងនោះក៏ប៉ុន្តែផ្ទុយទៅវិញបែរជាបិទភ្នែកធ្វើមិនដឹងមិនឮទុកសោករបស់ពួកគាត់ទៅវិញអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានបានមានប្រសាសន៍ប្រតិកម្មថាសកម្មភាពនេះគឺរដ្ឋាភិបាលមិនអាចទទួលយកបានទេដោយសារតែអង្គការលើកលែងទោសអន្តរជាតិនេះមិនបានយល់ដឹងអំពីវិធានការរបស់រដ្ឋាភិបាលក្នុងការដោះស្រាយកន្លងមកហើយយើងដឹងរាជរដ្ឋាភិបាលបានធ្វើគ្រប់បែបយ៉ាងទាំងជាចំហក៏ដូចជាការដោះស្រាយនឹងបញ្ហាទាំងអស់នោះគឺស្រេចទៅហើយអ្វីដែលយើងយល់ឃើញពីកផ្សៃកំពុងធ្វើនឹងគ្រាន់តែរៀបចំធ្វើការអញុះញង់ធ្វើឲ្យកើតមានអ្វីដែលជាបង្កើតជាថ្នាលនៃហេតុបដិវត្តកម្មនេះគឺការតកូនដែលលោកស្រីចង់ធ្វើអានេះជាការលុបលាន់តំណាងប្រជាពលរដ្ឋនៅបឹងកក់អ្នកស្រីទេវវណ្ណីបានថ្លែងនៅក្នុងសន្និសីទកាសែតដោយសម្រក់ទឹកភ្នែកថាគម្រោងអភិវឌ្ឍនៅបឹងកក់ដោយក្រុមហ៊ុនស៊ូកាកូអ៊ីនបានធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះរងទុក្ខវេទនាឥតស្រាកស្រានស្ត្រីដែលរងគ្រោះទាំងអស់ដោយជាយើងមាននៅបឹងកក់ក៏ដោយនៅប្រទេសកម្ពុជាហើយក៏ដោយស្ត្រីនៅទូទាំងពិភពលោកក៏អាចទទួលយកបានតែការប្រតិបត្តិរបស់រដ្ឋាភិបាលក៏ដូចជាស្ត្រីអាជ្ញាធរថ្នាក់ក្រោមដែលគុំឥតជាមួយក្រុមហ៊ុនមានអំណាចតំណាងជនជាតិភាគតិចគួយមកពីខេត្តព្រះវិហារនិងជាសកម្មជនការពារព្រៃឡង់បានថ្លែងដែរថាការកាប់បំផ្លាញព្រៃឡង់គឺជាការបំផ្លាញជីវិតរបស់ជនជាតិភាគតិចដែលរស់នៅពឹងផ្អែកលើអនុផលព្រៃឈើតែបើបាត់បង់ព្រៃឡង់ហើយពួកខ្ញុំនឹងទុកទៅនឹងអីទៀតចា៎អញ្ចឹងហើយបានខ្ញុំសំណូមពរបងប្អូនទាំងអស់គ្នាសហគមន៍ក៏ដូចជាអង្គការជាតិអន្តរជាតិឲ្យជួយរំដំស្រាយដើម្បីជួយគ្រប់គ្រងលើកទឹកចិត្តដល់សហគមន៍ពួកខ្ញុំផងអ្នកដែលបានចូលរួមស្ដាប់និងតាមដានខ្សែភាពយន្តឯកសារនិងរបាយការណ៍នេះបានឲ្យដឹងថាពួកគាត់រងចាំដំណោះស្រាយនឹងការឆ្លើយតបពីរដ្ឋាភិបាលចំពោះសំណូមពរនេះខ្ញុំសុកសេរីវັດឈុអាស៊ីសេរីក្រុងភ្នំពេញ